បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារផ្លែឈើទាំង5ដែលជួយដុតបំផ្លាញជាតិខ្លាញ់របស់យើងអញ្ចឹងថាតើអាហារទាំងអស់ហ្នឹងវាមានអីខ្លះធម្មតាបើសិនបើយើងសម្បូរជាតិខ្លាញ់ជាពិសេសសម្រាប់អ្នកធាត់យើងគួរតែឧស្សាហ៍ញ៉ាំផ្លែឈើទាំង5មុខនេះអញ្ចឹងសម្រាប់ផ្លែឈើទី1គឺផ្លែអាឡឹកអញ្ចឹងផ្លែអាឡឹកវាមានផ្ទុកជាតិទឹកប្រហែលជា90%ហើយវាជាផ្លែឈើមួយល្អសម្រាប់អ្នកដែលមានក្តីស្រមៃចង់បានរាងស្អាតក៏ដូចជាចង់សម្រកគីឡូជាដើមព្រោះថាផ្លែអាឡឹកដែលមានទម្ងន់ប្រហែលជា100ក្រាមហ្នឹងវាមិនត្រឹមតែមាន30កាឡូរីទេហើយវាជាប្រភពនៃអាមីណូអាស៊ីតដែលជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់បានរហ័សនិងជួយរក្សាជាតិទឹកក្នុងខ្លួនបានល្អអញ្ចឹងចំពោះផ្លែឈើទី2គឺផ្លែត្របែកអញ្ចឹងអ្នកដែលចូលចិត្តហូបផ្លែត្របែកជួយសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពដោយសារវាមាននៅកាឡូរីទាបប៉ុន្តែវាមានជាតិសរសៃខ្ពស់ក្នុងការជួយឲ្យអារម្មណ៍របស់យើងឆ្អែតបានយូរហើយវាកាត់បន្ថយចំណង់អាហារនិងជួយដុតបំផ្លាញខ្លាញ់បានយ៉ាងលឿនជាងពេលធម្មតាការញ៉ាំផ្លែត្របែករាល់ថ្ងៃមិនត្រឹមតែជួយសម្រកគីឡូទេតែថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារយើងបានផងទៀតអញ្ចឹងសម្រាប់ផ្លែឈើទី3គឺផ្លែចេកអញ្ចឹងផ្លែចេកខ្ញុំគិតថាយើងងាយស្រួលមែនតើក្នុងការរកអញ្ចឹងផ្លែចេកមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់អ្នកហាត់ប្រាណនិងអ្នកដែលចង់សម្រកគីឡូដោយសារតែផ្លែចេកវាធ្វើឲ្យយើងឆ្អែតបានយូរពេលដែលយើងញ៉ាំហើយវាផ្ទុកទៅដោយប៉ូតាស្យូមម៉ាញ៉េស្យូមសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានជាតិសរសៃដើម្បីសម្រួលដល់ពោះវៀននិងកម្ចាត់ជាតិខ្លាញ់បានយ៉ាងល្អអញ្ចឹងផ្លែឈើទី4គឺផ្លែទៀបសម្រាប់ផ្លែទៀបក៏សម្បូរទៅដោយសារធាតុទង់ដែងនិងជាតិសរសៃជាសារធាតុពង្រឹងប្រព័ន្ធរំលាយអាហារនិងរំលាយខ្លាញ់ចេញពីកាយរបស់យើងបានយ៉ាងសន្សឹមអញ្ចឹងផ្លែទៀបជួយសម្រួលដល់ការរំលាយអាហារដោយធ្វើឲ្យលាមកទន់និងការបន្ទោបង់បានស្រួលផងដែរអញ្ចឹងចំពោះផ្លែឈើទី5គឺដំឡូងបារាំងអញ្ចឹងដំឡូងបារាំងវាធូរថ្លៃទេហើយយើងងាយស្រួលរកផងដែរសម្រាប់ដំឡូងបារាំងអញ្ចឹងដំឡូងបារាំងមានជាតិសរសៃច្រើនប៉ូតាស្យូមវីតាមីន A សម្រកគីឡូនិងការពារជំងឺផងដែរលើសពីនេះទៅទៀតនៅពេលយប់ការរំលាយអាហាររបស់យើងមានន័យថាវាមានកម្រិតទាបដូច្នេះការញ៉ាំដំឡូងបារាំងវាពិបាករំលាយអាហារនិងនាំឲ្យយើងគេងមិនលក់អញ្ចឹងតាក់ទងទៅនឹងផ្លែឈើទាំង5នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចញ៉ាំទោះមិនបានច្រើនក៏យើងអាចញ៉ាំបន្តិចផងដែរដើម្បីឲ្យកាត់បន្ថយជាតិខ្លាញ់របស់យើងអូខេអរគុណអ្នកគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនមកអ្នកទាំងអស់គ្នាមានជាcomment នេះអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយ